បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នាបាទអំពីការលុបនៅ account Telegram បាទដោយការលុបជារៀងរហូតណាបងប្អូនបាទដោយវិធីងាយៗបាទអញ្ចឹងយើងចូលមកអនុវត្តទាំងអស់គ្នាបងប្អូនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកលុប account Telegram របស់ខ្ញុំមួយនេះបាទដែលមានឈ្មោះថា Mr. May បាទនេះគឺជាលេខទូរស័ព្ទបាទរបស់ខ្ញុំអញ្ចឹងដើម្បីលុប Telegram account Telegram បានគឺយើងត្រូវតែចូលមក Google បងប្អូនណាបាទយើងចូលមក Google នេះមកបងប្អូនគឺឬក៏ Safari របស់យើងមកបាទបន្តមកទៀតគឺយើងត្រូវបើក tab ថ្មីមកបងប្អូន search ពាក្យបើដោយបងប្អូនវាយពាក្យថា my Telegram ចឹងក៏បានដែរបងប្អូនណាបាទ my Telegram បាទ telegram .org.auth បងប្អូនណាវាយឲ្យបងប្អូន search មកបងប្អូនចុចពី Google នេះមក search មកណាបងប្អូនបាទអញ្ចឹងមកដល់ដំណាក់កាលនេះគឺបងប្អូនចូលមកកន្លែង my telegram.org ខាងលើនេះបងប្អូនណាបាទ select លើនឹងមកបាទយើងចូលមកដំណាក់កាលហ្នឹងមកបាទបន្តមកទៀតមកដល់កន្លែងនេះបងប្អូននឹងឃើញគេដាក់ថា delete account or manage app មានន័យថាយើងលុប account ឬក៏គ្រប់គ្រងទៅលើ app របស់យើងអញ្ចឹងគេដាក់ខាងក្រោមនេះ look in here to manage your app using Telegram API or delete your account មានន័យថាឲ្យយើងចង់ manage account របស់យើងឬក៏លុប account របស់យើងគឺយើងដាក់លេខទូរស័ព្ទនៅខាងនេះមកណាបងប្អូនបាទអញ្ចឹងខ្ញុំចង់លុប account Telegram របស់ខ្ញុំនេះលេខទូរស័ព្ទមក09093ដើម803នេះបាទអញ្ចឹងយើងបើកមក tab នេះវិញមកបាទយើងវាយមកបាទដោយបងប្អូនត្រូវបញ្ចូលលេខកូដប្រទេសបងប្អូនបាទបងប្អូនបញ្ចូលលេខកូដប្រទេសមកបងប្អូនបាទខ្ញុំវាយបាទ8ទ្រង់ជូក855 90បាទបងប្អូនបាយដាក់លេខ0ក៏បានដែរបងប្អូនណាបាទបងប្អូនទៅដាក់លេខបូកបាទលេខកូដប្រទេសបងប្អូនបាទ855 090បាទបងប្អូនបាយដាក់លេខ0ទេបាទ93ដើម803បងប្អូនណាបាទបន្តមកទៀតបងប្អូនចុចយកពាក្យ nick មកបាទអញ្ចឹងកន្លែងនេះគឺបន្ទាប់ពីយើងចុចយកពាក្យ nick ហើយក្រុមហ៊ុន Telegram បាទនឹងផ្ញើលេខកូដទៅកាន់ account Telegram របស់យើងបងប្អូនណាបាទអញ្ចឹងដើម្បីមកបំពេញកូដកន្លែងនេះបានគឺយើងត្រូវចូលទៅ account Telegram របស់យើងណាបងប្អូនបាទយើងទៅបើក Telegram នេះវិញមកបាទបងប្អូនបាទនេះបើក account Telegram មកបាទបើកហើយបងប្អូននេះបាទគឺក្រុមហ៊ុន Telegram នឹងផ្ញើកូដមកនេះបងប្អូនមើលខាងលើនេះណាបាទយើងចូលមកកន្លែងឆាតនេះមកឃើញខាងលើនេះហើយបាទអញ្ចឹងនេះក្រុមហ៊ុន Telegram ផ្ញើកូដនេះមកបងប្អូនណាបាទអញ្ចឹងយើងយកអាកូដនេះអក្សរ TVFVEDW នេះបងប្អូនបាទ copy កន្លែងហ្នឹងមកបាទឧទាហរណ៍បាទខ្ញុំ copy បាទអូខេដោយសារវាមកទាំងអស់បងប្អូនវាយក៏បានដែរបងប្អូនណាបាទដើម្បីងាយស្រួលឥឡូវខ្ញុំធ្វើការបង្ហាញនៅកន្លែងនេះខ្ញុំ copy ទាំងអស់សិនបាទហើយខ្ញុំលុបចោលផ្ទៀងដើម្បីផ្ទៀងទាត់ណាបងប្អូនកុំឲ្យខុសបាទអញ្ចឹងបងប្អូនធ្វើការលុបចោលអស់មកបងប្អូនយកតែលេខកូដយកតែអក្សរដែលក្រុមហ៊ុន Telegram ផ្សាយមកនេះបានហើយណាបងប្អូនបាទអូខេអញ្ចឹងនេះគឺជាអក្សរដែលក្រុមហ៊ុនផ្សាយ Telegram យើងគឺយើងហៅថាកូដណាបងប្អូនបាទយើងផ្ទៀងទាត់មកត្រូវដូចគ្នាហើយបន្ទាប់ពីត្រូវបងប្អូនធ្វើការ copy មកបងប្អូនបាទ copy ហើយបងប្អូនយកមកផាសនៅបាទយើងបើកកន្លែងនេះវិញមកបងប្អូនយកមកផាសកន្លែង confirmation code នេះបងប្អូនបាទយើងដាក់ផាសមកបាទអូខេហើយបន្ទាប់ពីផាសចូលហើយបងប្អូនយកពាក្យ sign in នេះបងប្អូនបាទចុច sign in មកបាទវាលោតមកដល់កន្លែងនេះគឺមាន3បងប្អូនណាបាទ API development tool delete account និង log out អញ្ចឹងបងប្អូនយកបើចង់លុបបងប្អូនយកกระดาษនេះមកបងប្អូនណាបាទយើងធ្វើការលុបមកយើងយកពាក្យ delete account នេះមកបាទចឹងមកដល់នេះគឺខាង Telegram បញ្ជាក់មកយើងណា delete your account គេសួរយើងណាបាទចង់លុប account របស់យើងមែនអត់ if you delete your account all your message and contact will be delete beyond retry all group or channel ចឹងបានន័យថា
Telegram សួរយើងថាចង់លុប account មែនអត់បើសិនជាយើងធ្វើការលុប account អញ្ចឹងទាំង message ទាំង contact របស់យើងបាទដែលយើងបាន save ឬក៏គ្រប់អីផ្សេងហ្នឹងគឺនឹងត្រូវបានដែលយើងបង្កើតគឺត្រូវបានលុបចោលអស់ហើយបងប្អូនណាបាទហើយបាទនៅខាងក្រោមនេះគឺមានការណែនាំផ្សេងទៀតបងប្អូនអាចមើលបានណាបងប្អូនបាទអញ្ចឹងនៅកន្លែងនេះគេបញ្ជាក់លេខទូរស័ព្ទរបស់យើងបាទខាងក្រោមនេះ why គេសួរយើង why are you leaving